ម្ចាស់គាត់ក៏ស្រួលមែនដែរបងគាត់ក៏មកដល់គាត់ក៏មកបបហើយគាត់ថាចង់បានមិនសិនលេងគេគាត់ក៏មកក៏លុយហើយទៅផ្ទះបាត់បតនេះគឺនៅខាងមុខអត់មានខ្សែទេមក clean យកមកគឺសេរីពួក bot BTF Back to Future ខ្សែវាគឺហូតទៅខាងក្រោយទាំងអស់អត់មានខ្សែញញ៉ៃនៅខាងមុខទេទាំងខ្ចៅទាំងខ្សែគឺវាលាក់ចិត្តឆឹងហ្មងភ្លើងវាហត់មកខ្សែមកដូច ambient នៅក្នុងឡានណាអ្នកដែលឆ្លាញ់មេបាច់តាក់លុយទីមេបាច់អាចប្រើនេះបានជាសួងបងវីដេអូនេះមានហើយគេមាន PC មួយ set ចង់ធ្វើការបង្ហាញយើងមានទាំង monitor របស់គាត់ហើយជាមួយនឹង PC របស់គាត់ហើយ PC របស់គាត់នេះប្រើជាមួយនឹង cache clean ដែលតំចេញថ្មីនឹងមក clean មែនតើអញ្ចឹងថា spec គាត់មានគេខ្លះហើយម៉ាស៊ីនរបស់គាត់នឹង clean ប៉ុណ្ណាទៅចាំមើលខ្ញុំមកនេះមកឲ្យមើលខ្ញុំបានអញ្ចឹង cache គាត់ហ្នឹងគឺ clean មែនតើដោយសារតែ PC នេះរៀបចំឡើងជាមួយនឹង cache ដែលតំចេញថ្មីអានេះគឺសេរីពួក Lianli O11 Dynamic Mini V2 វាអានបងថាចេះ cache mini មែនតែ board support តាំងពី ATX M8X និង Mini ATX ដាក់បានទាំងអស់ជាស្ដែង board យើងកំពុងតែប្រើឥឡូវនៅលើ cache ហ្នឹងគឺ board ATX ចាំតែខ្ញុំមើលអានេះយើងប្រើជាមួយនឹង board B650E Aura Stealth Ice គឺសេតของខាង board ឃើញបានអញ្ចឹង board នេះគឺនៅខាងមុខអត់មានខ្សែទេមក clean យកមកខ្សែអីអានេះគឺសេរីពួក board BTF Back to Future អញ្ចឹងមានថាខ្សែវាគឺហូតទៅខាងក្រោយទាំងអស់អត់មានខ្សែញញ៉ៃនៅខាងមុខទេខាងមុខទាំងខ្ចៅទាំងខ្សែគឺវាលាក់ចិត្តឆឹងហ្មងហើយសំខាន់វាអានของខាងមុខនេះបងមានភ្លើងណាយើងអាចស្រែកទៅលើជាបាយថាបានយើងមានភ្លើងនៅខាងមុខនេះផងយើងមានខាងក្រោមនេះក៏មានភ្លើងដែរមើលមកអែមឲ្យ clean តែសំខាន់ហ្នឹងហើយសំខាន់ board ហ្នឹងគឺជាប្រើជាមួយនឹង Wi-Fi 7ហ្នឹងអាឡងតានក្រោយឥឡូវអត់មានមូខ្សែមកអីញ៉ៃច្រើនតែគ្រាន់ខ្ញុំម្ដងចប់ទឹកជាប់យកហ្មងហើយសំខាន់ speed គេលឿនទៀតដាក់ទៅលើឆក់ទៀតដោយសារតែ board យើងប្រើហ្នឹង AMD ចឹងហើយបើយើងប្រើហ្នឹង CPU គឺ AMD ដែរនេះគឺយើងប្រើជាមួយ Ryzen 7 7800 HDD ហើយបន្តមកទៀតគឺយើងមានតួអាចរបស់យើងបងនេះថ្ងៃហ្នឹង graphic card យើងមានជាមួយ graphic card Gigabyte Eagle អានេះគឺ series ពួក 57 Ti ពួកនេះគឺ Fan 3 VRAM 16GB GDDR7 ព្រៀងគឺវិញគឺអែមមែនតើយើងបងឃើញចឹងសម្រាប់អ្នកដែលឆ្លាញ់ minimal ហើយចង់បានភ្លើងសឹមបន្តិចភ្លើងវាហត់មួយខ្សែមកដូច ambient នៅក្នុងឡានអ្នកដែលឆ្លាញ់មេបាច់តាក់លុយទីមេបាច់អាចប្រើនេះបានព្រៀងគេគឺទូចច្រើនទៀតដោយសារតែពួកនេះគឺ series ពួក small form factor ចឹងទៅពេលដាក់មួយ cache mini ទៅឃើញមក slim ហើយស្អាតហ្មងហើយអីផ្សេងៗទៀតដូចយើងនៅសល់ RAM ហ្នឹងយើង 16GB ដើមសល់2 slot cooler យើង360អានេះយើងអាចដាក់ display ហូបក៏បាន video ក៏បានហើយសម្រាប់ upload គេទាំងខាងក្រោមយើងប្រើ3យើងប្រើបច្ឆាត់អញ្ចេះហើយខាងក្រោយ1ខាងនោះ2មួយនឹងខាងលើ3ទាំងអស់វា8គ្រាប់សម្រាប់ប៊ូតុងចុចចឹងបងខាងនេះវាអានបងថាប៊ូតុងចុចហ្នឹងបើសិនជាបងចង់ដាក់នៅលើនេះក៏បានហើយមួយទៀតចង់ដាក់នៅក្រោមនេះក៏បានហើយមុននឹងចាប់ video ប្រាប់ set monitor នេះបងសម្រាប់ monitor ហ្នឹងគឺអត់មានពីអីនិយាយថាវាស្អាតពេកអានេះគឺសេរីពួក OLED របស់ MSI MAG 273QP QD OLED កញ្ចក់វាមើលមកត្រជាក់ផ្នែកជាមួយសេរីពួក OLED ហ្នឹង spec វាគឺអានេះ 2K 240Hz 27 inch ហើយ video នេះជាមានតែប៉ុណ្្នឹងឯងបងគាត់តែចង់មកបង្ហាញ spec ជាមួយនឹង PC និង monitor របស់គាត់ដោយសារឃើញ PC គាត់ស្អាតពេកឡើងមក clean ហ្មងហើយពេលក្រោយៗផ្សេងមានម៉ាស៊ីនផ្លែៗយើងនឹងថតជូនមកមើលទៀតហើយយើងជួបគ្នានៅ video ក្រោយជាមួយ video ផ្លែៗទៀតអរគុណបាយបាយ